អ្នករស់ស៊ីចាប់ផ្ដើមផុសផុសប្រកាសទិញស្រូវពីកសិករដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ចុះបន្ទាប់កសិករបញ្ជប់បញ្ហាស្រូវធ្លាក់តម្លៃខ្លាំងដោយសារចរន្តទីផ្សារអន្តរជាតិប៉ុន្មានថ្ងៃចុងក្រោយនេះបណ្ដាក្រុមហ៊ុននិងអ្នករស់ស៊ីតាមអនឡាញមួយចំនួនបានផុសផុសក្នុងប្រកាសទិញស្រូវពីកសិករខណៈដែលខ្លះបានឲ្យតម្លៃលើសពីទីផ្សារបច្ចុប្បន្នដើម្បីជាការជួយដល់កសិករតាមរយៈបណ្ដាញសង្គម Facebook នៅថ្ងៃទី3ខែវិច្ឆិកានេះអ្នកអញ្ញាសុវិរៈម្ចាស់ក្រុមហ៊ុនវិរៈបន្ថានបានប្រកាសថានឹងប្រមូលទិញស្រូវពីកសិករប្រមាណ 30,000 តោនក្នុងតម្លៃ950រៀលក្នុង1គីឡូក្រាមដើម្បីចំណែកដោះស្រាយបញ្ហាទីផ្សារស្រូវនាពេលបច្ចុប្បន្ននេះទន្ទឹមគ្នានេះអុកញ៉ាន វណ្ណៈប្រធានក្រុមហ៊ុន ACE Group បានប្រកាសប្រមូលទិញពីកសិករផងដែរដោយលោកស្រីមានគម្រោងទិញស្រូវ OM 5451និងស្រូវស្រងាញ់ចំនួន100តោនក្នុងតម្លៃ1គីឡូ800រៀលសម្រាប់ស្រូវសើមនិងស្រូវស្ងួតក្នុងតម្លៃ 1000 រៀលក្នុង1គីឡូក្រាមសម្រាប់នៅវគ្គទី1ដើម្បីចូលរួមជួយកសិករខ្មែរការចូលរួមជួយទិញស្រូវនេះគឺលោកស្រីយកទៅចែកជូនដល់បងប្អូនវិរៈកងទ័ពជួមមុខក្នុងមួយនាក់ចំនួន25គីឡូក្រាមចំណែកលោកស្រីទ្រីឌីណាក៏ប្រកាសជួយទិញស្រូវកសិករក្នុងតម្លៃពី800រៀលទៅ1000រៀលក្នុង1គីឡូក្រាមផងដែររីឯក្រុមហ៊ុនសាប៊ីខេនស្បឺតដែលជាក្រុមហ៊ុនផលិតផលក្នុងស្រុកមួយបានប្រកាសពីគំនិតផ្ដួចផ្ដើមដ៏គួរឲ្យកត់សរសើរមួយដោយសម្រាប់ចិត្តទិញស្រូវពីកសិករខ្មែរក្នុងបរិមាណរហូតដល់100តោនក្រុមហ៊ុនវឌ្ឍនៈក៏បានប្រកាសជួយកសិករខ្មែរទិញស្រូវចំនួន100តោនក្នុងតម្លៃ 1000 រៀលក្នុង1គីឡូក្រៅពីបណ្ដាក្រុមហ៊ុនអុកញ៉ាននិងអ្នករស់ស៊ីតាមអនឡាញទាំងនេះក៏មានបុគ្គលផ្សេងទៀតប្រកាសជួយទិញជាបន្តបន្ទាប់ផងដែរ